សួស្តីអ្នកនរគ្នាជួបគ្នាជាមួយនឹងខ្ញុំ Parker នៅក្នុង Side Talk episode ទី4នៅក្នុងថ្ងៃនេះយើងនឹងមកនិយាយអំពី Vainglory អញ្ចឹងកុំឲ្យខាត់ពេលយូរតោះចូលទៅកាន់វីដេអូយើងទាំងអស់គ្នានៅក្នុងឆ្នាំ2014 Riot គឺបានវាយលុកទៅលើប្រភេទ mobile game ខ្លាំងមែនទែនទៅលើខាង PC ដែលនោះគឺជា game League of Legends ហើយវាពិតជាមានភាពជោគជ័យមែនទែនហើយបន្ទាប់មកទៀតក៏ចាប់ផ្ដើមលេចវត្តមានជាមួយនឹង Super Evil Mega Corp ដែលជាក្រុមហ៊ុនមួយដែលមានសមាជិកមកពី Rockstar មកពី Riot ក៏ដូចជា Blizzard ជាដើមហើយ Super Evil Mega Corp ក៏មានគំនិតមួយដើម្បីបង្កើតជា game MOBA នៅលើប្រភេទទូរស័ព្ទដៃវិញពួកគេក៏បានបង្កើតជាមួយនឹង engine ខ្លួនឯងផ្ទាល់ផងដែរដែលអាចរត់បានរហូតដល់60 frame និងមានសាប់ 30 ms ពួកគេបានជ្រើសរើសប្រភេទ game MOBA ដែលនឹងធ្វើឡើងនៅលើទូរស័ព្ទដៃហើយនេះគឺជាការបន្ថយបន្ថែនខ្លាំងមែនទែនដោយសារតែជំនាន់នោះទូរស័ព្ទគឺអត់ទាន់មាន spec ខ្ពស់នៅឡើយទេហើយប្រភេទ game MOBA នេះគឺវាទាមទារជាមួយនឹងទូរស័ព្ទដែលមាន spec ខ្ពស់ខ្លាំងមែនទែនបន្ទាប់មក Vainglory ក៏បានលេចរូបរាងឡើងហើយពួកគេបានប្រកាសជាមួយនឹង game Vainglory នេះជាមួយនឹងការប្រកាសiPhone 6 ពីក្រុមហ៊ុន Apple ហើយពេលនោះសម្រាប់អ្នកដែលចូលចិត្តលេង game MOBA ដែលមានដូចជា Dota ជាមួយនឹង League of Legends ហ្នឹងគឺមានភាពភ្ញាក់ផ្អើលខ្លាំងមែនទែនដោយពួកគេតែងតែលេង mobile game នៅលើកុំព្យូទ័រប៉ុន្តែពួកគេបែរជាឃើញ mobile game ស្ថិតនៅលើទូរស័ព្ទដៃទៅវិញហើយវាធ្វើឲ្យអ្នកដែលលេង game MOBA នៅលើកុំព្យូទ័រមានការចាប់អារម្មណ៍ខ្លាំងមែនទែននៅក្នុងចន្លោះឆ្នាំ2014ដល់ឆ្នាំ2017គឺជាកំឡុងពេលដែល Vainglory គឺរីកចម្រើនខ្លាំងមែនទែនដោយមានអ្នកលេងច្រើនហើយមានអ្នកចូលចិត្ត game នេះច្រើនខ្លាំងមែនទែនពួកគេបានបង្កើតជា community ខាង Vainglory ក៏ដូចជាមានជាមួយនឹង e-sport ហើយសម្រាប់ Vainglory នេះគឺវាមានភាពស្រដៀងគ្នាខ្លាំងមែនទែនជាមួយនឹង mobile game នៅលើកុំព្យូទ័រដោយរបៀបលេងរបស់ Vainglory នោះគឺ tap ដើម្បី move hero ហើយមាន skill ដូចទៅនឹង game MOBA នៅក្នុងកុំព្យូទ័រអញ្ចឹងមួយវិញទៀត Vainglory ក៏មានជាមួយនឹង map ដែលមានភាពគេហៅថា iconic ដែលជា map 3v3 លេងជាមួយនឹង player 3 នាក់ទល់នឹង3នាក់ mechanic នៅក្នុងការលេងគឺវាមានភាពដូចជាមួយនឹងកុំព្យូទ័រដោយក្នុងកុំព្យូទ័រយើងប្រើ mouse ដើម្បី click move hero ប៉ុន្តែនៅក្នុង Vainglory គឺយើង tap ដើម្បី move hero ហើយចន្លោះឆ្នាំនោះ Vainglory ក៏មានការ update ជាច្រើនមានជាមួយនឹង hero ថ្មីក៏ដូចជាមានជាមួយនឹង seasonal event ផងដែរងាកទៅកាន់ e-sport វិញនៅក្នុងចន្លោះឆ្នាំនោះ Vainglory ក៏មានជាមួយនឹងការប្រកួតអាចថាមិនច្រើនណាស់ទេប៉ុន្តែក៏មានជាមួយនឹងការប្រកួតខាងផ្នែកកីឡាអេឡិចត្រូនិកផងដែរហើយក៏មានជាមួយនឹង professional team ចូលរួមប្រកួតជាមួយនឹងវិញ្ញាសា Vainglory នេះដូចគ្នាដែលមានដូចជា Cloud9, SK Gaming និង TSM ជាដើមដែលសុទ្ធតែជា professional team ល្បីៗផងដែរហើយការប្រកួតគឺមានធ្វើឡើងនៅប្រទេសសិង្ហបុរីប្រទេសកូរ៉េក៏ដូចជាខាង North America ផងដែរហើយការប្រកួតរបស់ Vainglory ក៏មានផ្សាយនៅក្នុង YouTube ក៏ដូចជា Twitch ដូចគ្នាបន្ទាប់មកទៀតនៅក្នុងឆ្នាំ2018 Vainglory ក៏ចាប់ផ្ដើមដើរផ្លូវខុសម្ដងបន្តិចដោយពួកគេចាប់ផ្ដើមបង្កើតជាមួយនឹង map ថ្មីដែលអាចលេង 5v5 ហើយមានជាមួយនឹង LAN បន្ថែមក៏ដូចជា jungle និង objective ថែមទៀតផងដែរការ update នេះហើយដែលធ្វើឲ្យ Vainglory គឺទាមទារជាមួយនឹងទូរស័ព្ទដៃដែលមាន spec ខ្លាំងដើម្បីលេង game នេះដោយសារទូរស័ព្ទដែលមាន spec ទាបគឺមានបញ្ហា lag ខ្លាំងមែនទែនហើយសម្រាប់ player ចាស់របស់ Vainglory គឺពួកគាត់តែងតែចង់លេងជាមួយនឹង map 3v3 ជាង map 5v5 ហើយខាងផ្នែក e-sport វិញក៏ចាប់ផ្ដើមស្ងាត់បន្តិចម្ដងដោយអត់សូវមានជាមួយនឹងការប្រកួតធំដូចគ្នាហើយបញ្ហាមួយទៀតនោះគឺ Vainglory អត់សូវមានជាមួយនឹងevent skin ក៏ដូចជាការបើកប្រអប់បើក chest អីផ្សេងហ្នឹងគឺអត់សូវមានភាពលេចធ្លោដូចជាមួយនឹង game MOBA ដែលចេញមកថ្មីហើយបន្ទាប់មក Mobile Legends ក៏ដូចជា Arena of Valor ក៏ចាប់ផ្ដើមលេចវត្តមានឡើងដែលពួកគេប្រើប្រាស់ជាមួយនឹងគំនិតដូចទៅនឹង Vainglory ដែរប៉ុន្តែពួកគេព្យាយាមពង្រីកទីផ្សាររបស់ខ្លួនធំជាង Vainglory ហើយ player ជាច្រើនគឺបែរ
ទៅលេង Mobile Legends ក៏ដូចជា Arena of Valor មកដល់ឆ្នាំ2020 Vainglory ក៏ចាប់ផ្ដើមផ្ដល់សញ្ញាខ្លះៗមកដល់យើងបន្តិចម្ដងដោយហ្គេមនេះចាប់ផ្ដើមលេខកាន់តែខ្លាំងហើយការអាប់ដេតគឺកាន់តែយឺតទៅហើយក៏មានជាមួយនឹងបញ្ហា bug ជាច្រើននៅក្នុងហ្គេមនេះហើយបន្ទាប់មកអ្នកលេងគឺកាន់តែតិចទៅរហូតដល់ហ្គេមនេះត្រូវបានបញ្ចប់តែម្ដងនៅក្នុងឆ្នាំ2020នេះផងដែរ Super Evil Mega Corp ក៏បានបង្វែរទៅផ្ដោតទៅលើហ្គេមថ្មីរបស់ខ្លួនគឺ Catalyst Black បន្ទាប់មក server ក៏បានផ្ទេរទៅឲ្យខាង Rugo Game ហើយនៅក្នុងខែមីនាឆ្នាំ2020 Rugo ក៏បានប្រកាសថា server គឺត្រូវបានបិទដោយសារតែអត់មានភាពចុះសម្រុងគ្នាជាមួយនឹងខាង Super Evil Mega Corp អូខេអញ្ចឹងយើងមកនិយាយពីចំណុចខ្លះៗតាក់ទងជាមួយនឹង Vainglory ដែលជាហ្គេមដែលជោគជ័យរហូតមកដល់ក្លាយជាហ្គេមដែលត្រូវបានគេបិទចោលទី1 Vainglory គឺជាហ្គេមដែលទាមទារខ្លាំងមែនទែនទៅលើទូរស័ព្ទដៃដែលមាន spec ខ្ពស់ទី2 Vainglory គឺអត់មាន event នៅក្នុងហ្គេមច្រើនក៏ដូចជាការធ្វើ marketing របស់ Vainglory ក៏អត់សូវដើរដែរទី3វិស័យ e-sport Vainglory គឺជាហ្គេម MOBA ទី1ដែលបង្កើតឡើងនៅលើទូរស័ព្ទដៃប៉ុន្តែវាគឺអាចនិយាយបានថាលឿនពេកសម្រាប់ហ្គេម MOBA នៅលើទូរស័ព្ទដៃនៅក្នុងវិស័យ e-sport ទី4ការបង្កើត map 5v5 ដែលធ្វើឲ្យ fan ដែលចូលចិត្តលេង map 3v3 គឺគាត់អត់ពេញចិត្តទេទី5ការលេចឡើងនៃ competitor ដែលមានដូចជា Mobile Legends ក៏ដូចជា Arena of Valor បានលេចខ្លួនមកបដាដែលធ្វើឲ្យទាញជាមួយនឹង player ទៅលេង Mobile Legends ក៏ដូចជា Arena of Valor កាន់តែច្រើនហើយអ្នកដែលលេង Vainglory គឺកាន់តែតិចនិងចុងក្រោយបញ្ហាផ្ទៃក្នុងរបស់ Super Evil Mega Corp ដែលធ្វើឲ្យពួកគេឡើងផ្ដោតទៅលើ Vainglory ហើយផ្ដោតទៅលើហ្គេមថ្មីរបស់ពួកគេវិញអូខេវីដេអូរបស់យើងនៅក្នុងថ្ងៃហ្នឹងតែតាក់ទងជាមួយនឹង Vainglory គឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តហើយកុំភ្លេចcomment ខាងក្រោមបើសិនជាអ្នកនរគ្នាធ្លាប់លេងជាមួយនឹង Vainglory ហើយកុំភ្លេច follow បណ្ដាញសង្គមរបស់ពួកយើងដែលខ្ញុំនឹងដាក់ link នៅក្នុង description ហើយជាពិសេសអ្នកនៅលើ YouTube កុំភ្លេច subscribe YouTube ផងហើយខ្ញុំនឹងជួបអ្នកនរគ្នានៅវីដេអូក្រោយៗទៀតបាយបាយ